តែមកត្រួតទេសនិកជនពាក់ព័ន្ធជាមួយនឹងសមរភូមិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះផងដែរគេបានចាប់អារម្មណ៍អំពីបញ្ហាធំមួយរបស់អ៊ុយក្រែននៅពេលនេះនោះគឺការប្រឈមនឹងការបាត់បង់នៅទីក្រុងដ៏សំខាន់មួយគឺទីក្រុងប៉ុករ៉ូវដែលស្ថិតនៅភាគខាងកើតជាបន្ទាយដ៏សំខាន់ដែលកងកម្លាំងរបស់អ៊ុយក្រែនព្យាយាមនៅក្នុងការការពារអស់រយៈពេល18ខែនៃសង្គ្រាមជាមួយនឹងរុស្ស៊ីកន្លងទៅប៉ុន្តែនៅពេលនេះឃើញថាទីក្រុងដែលបានបំរើជាបន្ទាយដ៏សំខាន់ហើយក៏អាចថាជាជួរមុខដែលអ៊ុយក្រែនត្រូវការពារដើម្បីកុំឲ្យមានការវាយដណ្ដើមនៅទីក្រុងជុំវិញសំខាន់ជាច្រើនទៀតនៅផ្នែកភាគខាងកើតនេះកំពុងតែប្រឈមជាមួយនឹងការបាត់បង់ដោយសារតែឥឡូវនេះមានការបាញ់ផ្លោងទៅលើការកាត់ផ្តាច់ផ្លូវសំខាន់ជាច្រើនដែលជាបណ្ដាញសម្រាប់ការដឹកជំនួយរបស់អ៊ុយក្រែនចូលទៅកាន់ទីក្រុងមួយនេះដោយការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីជាបន្តបន្ទាប់ថាតើសមរភូមិសង្គ្រាមនេះនឹងទៅជាយ៉ាងណាបើសិនជាអ៊ុយក្រែនឈានទៅដល់ការបាត់បង់នៅទីក្រុងដ៏សំខាន់គឺទីក្រុងប៉ុករ៉ូវនេះយើងមានការចូលរួមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ BTV សូមជួបជាមួយលោកណនរីណាលោកណាជាដំបូងនេះយើងចង់ដឹងជាមុនសិនអំពីភាពចាំបាច់នៃភូមិសាស្ត្រនៅទីក្រុងប៉ុករ៉ូវនេះថាតើទីក្រុងនេះមានសារៈសំខាន់កម្រិតណានៅក្នុងការការពារនៅសមរភូមិរបស់អ៊ុយក្រែននៅខាងជួរមុខនេះបាទទីក្រុងមួយនេះគឺទីក្រុងប៉ុករ៉ូវដែលជាចំណុចស្ថិតនៅក្នុងតំបន់ដូនញេតទីតាំងដែលស្ថិតនេះធ្លាប់ជាទីតាំងលំនៅឋានសម្រាប់ពលរដ្ឋប្រមាណ 60000 នាក់មុនសង្គ្រាមផ្ទុះឡើងនៅក្នុងទឹកដីអ៊ុយក្រែនជាពិសេសនៅក្នុងតំបន់ដូនញេតនេះគឺរួមទាំងលូហានផងគេហៅថាដុនបាសអញ្ចឹងទិសដៅរបស់រុស្ស៊ីចង់គ្រប់គ្រងដុនបាសទាំងមូលប៉ុន្តែភាគច្រើននៃលូហានគឺរុស្ស៊ីគ្រប់គ្រងហើយប៉ុន្តែនៅដូនញេតគឺរុស្ស៊ីគ្រប់គ្រងបាន3/4អញ្ចឹងនៅសល់ផ្នែកខ្លះទៀតទីក្រុងសំខាន់ហើយក្នុងសង្គ្រាមរយៈកាលកន្លងមកបានរាយការណ៍ជាបន្តបន្ទាប់ពីការដណ្ដើមបានដោយកងកម្លាំងរុស្ស៊ីគឺមានបាក់មូតនៅក្នុងតំបន់ដូនញេតដូចគ្នាបន្ទាប់មកគឺអាវឌីអ៊ីវកាក៏សុទ្ធសឹងតែធ្លាប់លើកឡើងថាជាទីក្រុងយុទ្ធសាស្ត្រជាសរសៃឈាមសម្រាប់កម្លាំងអ៊ុយក្រែនប៉ុន្តែសម្រាប់ប៉ុករ៉ូវនេះគឺមានទំហំប្រមាណជា39.57 គីឡូម៉ែត្រកន្លះគឺជាទីតាំងដែលស្ថិតនៅចំផ្លូវរថភ្លើងនិងផ្លូវថ្នល់នានាដែលតភ្ជាប់មកកាន់តំបន់ផ្សេងទៀតជាពិសេសគឺជាតំបន់ដែលតភ្ជាប់ទៅកាន់ទីក្រុងពីរផ្សេងទៀតក្រាម៉ូតូសហើយនិងស្លូវៀងទីក្រុងទាំង3នេះគឺជាចំណែកធំចុងក្រោយគេនៃតំបន់ដូនញេតនៅភាគខាងកើតរបស់អ៊ុយក្រែនហើយដែលគេចាត់ទុកថាវាជាកន្លែងសំខាន់ជាទីក្រុងយុទ្ធសាស្ត្រគឺជាកន្លែងនេះវាស្ថិតវាជាចំណុចតភ្ជាប់ផ្លូវរថភ្លើងក៏មានផ្លូវធ្វើដំណើរទូទៅហ្នឹងក៏មានហើយសិតតែជាផ្លូវសំខាន់អញ្ចឹងការផ្គត់ផ្គង់សពាវុធនានាពីប្រទេសអ៊ុយក្រែនទៅកាន់កងកម្លាំងនៅក្នុងតំបន់ដូនញេតភាគខាងកើតចុងក្រោយនេះគឺជាកន្លែងសំខាន់ដែលត្រូវដឹកជញ្ជូនទៅបើសិនជាកាន់កាប់ទីក្រុងដូនញេតទាំងមូលនេះទីក្រុងប៉ុករ៉ូវទាំងមូលនេះបានមានន័យថាកម្លាំងអ៊ុយក្រែនដែលនៅខាងក្រាម៉ូតូសឬក៏នៅស្លូវៀងជិតដែនដីរុស្ស៊ីហ្នឹងគឺมันអាចមានមធ្យោបាយក្នុងការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ឬក៏គ្រឿងផ្គត់ផ្គង់ទាំងសពាវុធនិងស្បៀងអាហារទៅបានទេអញ្ចឹងវាគេចាត់ទុកថាជាសរសៃឈាមមួយហើយជាចំណុចសំខាន់ជាផ្នែកសំខាន់នៅលើក្តារអុកដែលមានភាពស្មុគស្មាញនៃចំនួនរុស្ស៊ីអ៊ុយក្រែនការដែលគេចាត់ទុកថាជាដំណើរថ្មីជាជំហានថ្មីនៃសង្គ្រាមបើភាគីណាមួយចាប់បានឬក៏ថារុស្ស៊ីដណ្ដើមបានគឺកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុងពីរផ្សេងទៀតក្នុងតំបន់ដូនញេតនេះគឺត្រូវមានន័យថាអខានមានន័យថាมันអាចទទួលបាននៅការផ្គត់ផ្គង់នឹងបោហូហៀឬក៏អាចគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការវិលុករបស់កងកម្លាំងរុស្ស៊ីទេម្យ៉ាងទៀតបើសិនជាដណ្ដើមទីក្រុងនេះបានក៏ត្រូវគេចាត់ទុកថាផែនការឬគោលដៅយោធារបស់រុស្ស៊ីក្នុងការវាយលុកទៅអ៊ុយក្រែនកាន់តែជិតហើយមានន័យថាដណ្ដើមបានប៉ុករ៉ូវមួយទៀតគឺវាយទៅស្លូវៀងក៏ឆាប់វាយទៅក្រាម៉ូតូសក៏ឆាប់ហើយនឹងរੂលទៅកាន់ផ្នែកផ្សេងទៀតនៅភាគខាងលិច
មានន័យថាអ៊ុយក្រែនខាងកើតមែនប៉ុន្តែវាវាយរុស្ស៊ីគឺវាយរុលពីខាងកើតទៅខាងលិចវិញអញ្ចឹងអាចនឹងដណ្ដើមបានផ្នែកផ្សេងប៉ុន្តែព័ត៌មានចុងក្រោយនេះគឺមានការអះអាងផ្សេងគ្នាដែលមិនទាន់មានប្រភពឯករាជ្យណាបញ្ជាក់ឲ្យបានច្បាស់លាស់ទេទាំងរុស្ស៊ីថាពាត់ចិត្តអស់ទៅហើយទីក្រុងនេះកម្លាំងអ៊ុយក្រែន 1000 នាក់គឺនៅក្រោមការហ៊ុំព័ទ្ធទៅហើយខាងអ៊ុយក្រែនថាខ្លួនកំពុងតែប្រយុទ្ធតតាំងជាមួយនឹងរុស្ស៊ីនៅឡើយទេហើយក៏បានវាយទម្លុះខ្សែត្រៀមរបស់រុស្ស៊ីហ្នឹងចេញមកផ្នែកផ្សេងទៀតអញ្ចឹងទីក្រុងទាំងមូលនេះគឺមិនទាន់ដណ្ដើមបានដោយការអះអាងរបស់រុស្ស៊ីនៅឡើយបាទពាក់ព័ន្ធជាមួយនឹងបញ្ហានេះដែរយើងមើលទៅលើស្ថានភាពជាក់ស្ដែងថាតើប្រមាណភាគរយដែលបច្ចុប្បន្ននេះរុស្ស៊ីអាចនឹងដណ្ដើមបានទីក្រុងនេះនោះលោករីណាបាទគ្រាន់តែថាចំណែកដែលគ្រប់គ្រងទៅតាមការអះអាងពីកម្លាំងរុស្ស៊ីពីក្រសួងការពារជាតិរុស្ស៊ីក៏ដូចជាការអះអាងរបស់លោក Vladimir Putin ថានៅសល់តែប្រមាណម៉ោងឬក៏ប្រមាណថ្ងៃទៀតទេដែលត្រូវដណ្ដើមបានដោយសារតែទីក្រុងមួយនេះគឺអគារធំដែលនៅសេសសល់គឺ64អគារហើយ64កន្លែងហើយដែលត្រូវកងកម្លាំងរុស្ស៊ីដណ្ដើមបានអញ្ចឹងកងកម្លាំងអ៊ុយក្រែនប្រមាណ 1000 នាក់ហ្នឹងក៏ត្រូវហ៊ុំព័ទ្ធដែរមានន័យថាក៏ប្រមាណថ្ងៃខាងមុខទៀតនេះគឺកម្លាំងអ៊ុយក្រែនក៏មានជោគវាសនាដូចនៅបាក់មូតដូចនៅអាវឌីអ៊ីវកាដែលត្រូវហ៊ុំព័ទ្ធហើយมันមានការផ្ដល់ជំនួយឬក៏កម្លាំងជំនួយទៅទាន់ពេលវេលាប៉ុន្តែកាលពីថ្ងៃទី29ខែតុលាកន្លងទៅអគ្គនាយកបញ្ជាការកងទ័ពអ៊ុយក្រែនក៏បានបញ្ជាក់ដែរថាកម្លាំងរបស់ខ្លួននៅតែមានគេហៅថាភាពក្លាហាននិងមានសន្ទុះខ្លាំងក្លាក្នុងការវិបកហើយក៏ក្នុងនោះបានសម្លាប់ទាហានរុស្ស៊ីតែក្នុងមួយថ្ងៃទេរហូតដល់200នាក់ហើយកាលពីថ្ងៃពុធម្សិលមិញក៏បានអះអាងជាថ្មីទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាទីនោះគឺកម្លាំងរបស់ខ្លួននៅកាន់កាប់នៅឡើយហើយកំពុងតែប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ីអញ្ចឹងហើយបានជាមិនមានព័ត៌មានឯករាជ្យណាដែលអាចបញ្ជាក់បានថាស្ថានភាពជាក់ស្ដែងពិតប្រាកដវាយ៉ាងម៉េចនៅឡើយទេអ្នកសរសេរប្លុកគ្រប់គ្រងខាងរុស្ស៊ីថាដណ្ដើមចិត្តបានហើយអ្នកសរសេរប្លុកគ្រប់គ្រងខាងអ៊ុយក្រែនថានៅតតាំងនៅឡើយតាមវិទ្យាស្ថានសិក្សាសង្គ្រាម ISW មានមូលដ្ឋាននៅទីក្រុង Washington ថាឥឡូវនេះកងកម្លាំងរុស្ស៊ីចូលទៅកាន់ភាគកណ្ដាលភាគខាងជើងនិងភាគឦសាននៃទីក្រុងប៉ូករ៉ូវនេះអញ្ចឹងការប្រយុទ្ធគ្នាកំពុងតែមានភាពស្វិតស្វាញមិនទាន់បង្ហាញឲ្យបានច្បាស់នៅឡើយថារុស្ស៊ីនឹងដណ្ដើមបានឆាប់ទេប៉ុន្តែថាគ្រាន់តែថារុស្ស៊ីគឺមានព្រៀបហើយការវាយលុកហ្នឹងគឺរុស្ស៊ីប្រើកម្លាំងដល់រាប់ម៉ឺននាក់ក្នុងការរុលចូលទៅបណ្ដាឥឡូវនេះគឺការប្រយុទ្ធនៅតាមពីផ្ទះមួយទៅផ្ទះមួយពីផ្លូវមួយទៅផ្លូវមួយដែលបាញ់តតាំងជាមួយនឹងកម្លាំងអ៊ុយក្រែនហើយមួយផ្នែកទៀតគឺក៏ត្រូវហ៊ុំព័ទ្ធទាំងសងខាងដែរប៉ុន្តែគាត់នៅខាងអ៊ុយក្រែនអះអាងថាมันបានហ៊ុំព័ទ្ធมันបានឡោមព័ទ្ធកម្លាំងអ៊ុយក្រែនទេនៅតែមានសន្ទុះនៃការប្រយុទ្ធខ្លាំងក្លាជារួមគឺការអះអាងពីភាគីទាំងសងខាងហ្នឹងគឺផ្សេងគ្នាប៉ុន្តែគ្រាន់តែថាការអះអាងរបស់រុស្ស៊ីនិងអ្នកសរសេរប្លុកហើយរួមទាំងវិទ្យាស្ថានសិក្សាសង្គ្រាម ISW របស់អាមេរិកគឺថារុស្ស៊ីមានព្រៀបខ្លាំងនៅក្នុងការវាយប្រហារនៅទីនោះប៉ុន្តែយ៉ាងណាក៏ដោយការវិភាគជារួមថាវាស្ថិតនៅជាចំណុចសំខាន់នៅលើក្តារអុកបទិញបតុងនៅឡើយមិនទាន់ដឹងថាអ្នកណានឹងដណ្ដើមបានទាំងស្រុងឬក៏ត្រូវដេញឲ្យកម្លាំងរុស្ស៊ីថយក្រោយវិញឬយ៉ាងណាមិនទាន់ច្បាស់ត្រង់ចំណុចនេះបាទពាក់ព័ន្ធជាមួយនឹងហានិភ័យនៃការបាត់បង់ទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់នេះដែរថាតើសម្រាប់អ្នកផ្ដល់ជំនួយដូចជាលោកខាងលិចនិងសហរដ្ឋអាមេរិកកន្លងទៅនេះដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងសមរភូមិសង្គ្រាមនៅអ៊ុយក្រែននេះតើពួកគេនឹងអាចបន្តជួយគ្រប់គ្រងអ៊ុយក្រែនកម្រិតណាស្របពេលដែលហានិភ័យនៃការបាត់បង់វាកាន់តែខ្ពស់បែបនេះនោះលោករីណាបាទការប្រយុទ្ធគ្នាគឺតែងតែមានការបាត់បង់គេដឹងស្រាប់ទៅហើយថារុស្ស៊ីដណ្ដើមបានក្នុងរង្វង់ 20% នៃដែនដីរបស់អ៊ុយក្រែនហើយអញ្ចឹងក្រមប្រទេសផ្ដល់ជំនួយគឺនឹងបង្កើនការផ្ដល់ជំនួយបន្ថែមទៀតដោយសារថាបើខ្វះការផ្ដល់ជំនួយមានន័យថាកម្លាំងអ៊ុយក្រែនដែលនៅលើសមរភូមិនឹងត្រូវការហ៊ុំព័ទ្ធនិងសម្លាប់ចោលទាំងអស់មានន័យបាត់បង់ជីវិតទាំងអស់នៅលើសមរភូមិជាពិសេសនៅក្នុងទីក្រុងដែលជាចំណុចតភ្ជាប់ទៅកាន់ទីក្រុងពីរផ្សេងទៀតគឺវាមានបញ្ហាប្រឈមខ្ពស់អញ្ចឹងបើសិនជាផ្អាកការផ្ដល់ជំនួយមានន័យថា
កម្លាំងទាំងនោះត្រូវបរាជ័យហើយទីក្រុងពីរផ្សេងទៀតក៏ត្រូវចាប់បានដោយងាយដែរអញ្ចឹងជាទម្លាប់ជាទូទៅដែលបានមើលឃើញតាំងពីសង្គ្រាមចាប់ផ្ដើមឆ្នាំ2022រហូតដល់ពេលនេះគឺទីក្រុងណាក៏យុទ្ធសាស្ត្រដែរឲ្យតែនិយាយឡើងគឺថាជាទីក្រុងយុទ្ធសាស្ត្រតបជាប់ពីនេះទៅនោះប៉ុន្តែដល់ពេលដណ្ដើមបាននៅមានទីក្រុងយុទ្ធសាស្ត្របន្តទៀតហើយការវាយយកបានមកវិញក៏នៅតែជាក្រុងយុទ្ធសាស្ត្របន្តទៀតអ្វីដែលសំខាន់ជាងគេគឺសភាវុធផ្គត់ផ្គង់ទាន់ពេលវេលានិងយុទ្ធសាស្ត្រនៃការធ្វើសឹករវាងភាគីទាំងពីរតែប៉ុណ្ណោះប៉ុន្តែដល់ថារុស្ស៊ីមានព្រៀបខ្លាំងដោយការបាញ់ស្រោចដោយមីស៊ីលជាបន្តបន្ទាប់ជាពិសេសក្នុងរយៈពេលតែប្រមាណថ្ងៃទេក្នុងខែតុលាកន្លងមកនេះគឺប្រើប្រាស់មីស៊ីលប្រមាណ100គ្រាប់ទៅហើយបាញ់ស្រោចមកលើទីក្រុងនេះដែលធ្វើឲ្យទីក្រុងទាំងមូលនេះដែលត្រូវគេមើលឃើញថាជាក្រុងខ្មោចជាក្រុងនៃគំនរបាក់បែកដែលប្រជាពលរដ្ឋមុនសង្គ្រាមផ្ទុះឡើងគឺ 60000 នាក់ឥឡូវនេះសល់តែប្រមាណ1300 នាក់ទេហើយក៏នៅជាយក្រុងដល់ត្រៀមភៀសខ្លួនចេញពីតំបន់ទីតាំងសមរភូមិនោះដែរដូច្នេះការផ្ដល់ជំនួយនានានៅតែបង្កើនកិច្ចខិតខំប្រឹងប្រែងជួយដដែលបើមិនជួយមានន័យថាអ៊ុយក្រែនត្រូវដួលពេលហ្នឹងហើយការវាយរុលរបស់រុស្ស៊ីមិនត្រឹមតែថាចង់បានតំបន់ដុនបាសទាំងមូលមានលូហាននិងដុនញ៉េតទេអញ្ចឹងតែដួលកន្លែងហ្នឹងហើយនឹងរុលទៅមុខបន្តទៀតទៅកាន់ភាគខាងត្បូងឬក៏កាន់ភាគខាងលិចបន្ថែមទៀតដែលជាទិសដៅរបស់រុស្ស៊ីមិនអាចសម្រាកត្រឹមនឹងទេប៉ុន្តែគ្រាន់តែថាក្នុងបទឈប់បាញ់បើសិនជារុស្ស៊ីឯកភាពថានឹងទទួលយកបទឈប់បាញ់តាមការស្នើសុំរបស់លោកដូណាល់ត្រាំគឺត្រូវគ្រប់គ្រងដុនបាសទាំងមូលមិនបាច់ច្បាំងតទៀតទេនៅសល់ទីតាំង3នៅក្នុងទីក្រុង3ធំប៉ុន្តែអ៊ុយក្រែនមិនព្រមអញ្ចឹងហើយរុស្ស៊ីក៏វាយសន្ធាប់ខ្លាំងដើម្បីដណ្ដើមកាន់កាប់ទីក្រុងប៉ូករ៉ូសមួយនេះជាចំណុចតភ្ជាប់ឬក៏ជាសរសៃឈាមផ្គត់ផ្គង់ទៅកាន់ទីតាំងយោធារបស់អ៊ុយក្រែនផ្សេងទៀតនៅក្រាម៉ាតូសឬក៏នៅស្លូវៀងនៅក្នុងតំបន់ដូនេតនោះដែរបាទដូច្នេះគេមើលឃើញថាបើសិនជាមានការបាត់បង់នៅទីក្រុងប៉ូករ៉ូសនេះគឺអាចនឹងកំណត់ជំហានឬក៏ទិសដៅសង្គ្រាមថ្មីដែរបើតាមលោកករីណាបានលើកឡើងយើងនឹងបន្តតាមដានបន្តទៀតថាតើអ៊ុយក្រែនអាចនឹងរក្សាការពារនៅទីក្រុងមួយនេះបានកម្រិតណាឬក៏ត្រូវបាត់បង់ទៅឲ្យរុស្ស៊ីមែននោះមានអ្វីថ្មីនឹងជម្រាបជូនទស្សនិកជននៅពេលក្រោយទៀតអរគុណលោកករីណាបាទអរគុណព័ត៌មានដោយឡែកបន្តនេះទស្សនិកជនយើងងាកទៅមើលបញ្ហាជុំវិញអ៊ីរ៉ង់បន្ទាប់ពីថ្មីនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំលើកឡើងថាអ៊ីរ៉ង់កំពុងតែទទូចឲ្យមាននៅការដកទណ្ឌកម្មធ្ងន់ធ្ងរពីអ៊ីរ៉ង់វិញជាថ្នូរជាមួយនឹងការបន្តការចរចានុយក្លេអ៊ែរលោកដូណាល់ត្រាំលើកឡើងថាទ្វារនៅតែបើកចំហសម្រាប់ការចរចាជានិច្ចជាមួយនឹងអ៊ីរ៉ង់ជុំវិញទណ្ឌកម្មមួយនេះលោកត្រាំបាននិយាយនៅក្នុងអំឡុងអាហារពេលល្ងាចជាមួយនឹងក្រុមមេដឹកនាំអាស៊ីកណ្ដាលថានិយាយឲ្យត្រង់ទៅអ៊ីរ៉ង់បានសួរថាតើទណ្ឌកម្មអាចដកចេញបានឬអត់អ៊ីរ៉ង់ទទួលរងទណ្ឌកម្មធ្ងន់ធ្ងរខ្លាំងណាស់ពីសហរដ្ឋអាមេរិករូបលោកបើកចំហចំពោះការស្ដាប់រឿងនោះហើយពួកលោកនឹងរងចាំមើលថាមានអ្វីកើតឡើងប៉ុន្តែលោកនឹងបើកចំហចំពោះការពិភាក្សាឈានទៅរកការដកទណ្ឌកម្មប្រទេសលោកខាងលិចរួមទាំងអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថាកំពុងស្វែងរកអាវុធបរមាណូខណៈអ៊ីរ៉ង់ទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះទីក្រុងតេហ៍រ៉ង់បានរងទុកក្រោមទណ្ឌកម្មអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយទីក្រុងតេហ៍រ៉ង់ក្នុងឆ្នាំ2018និងបានដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងឡើងវិញនៅពាក់កណ្ដាលខែមិថុនាអ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនធ្លាប់មានប្រឆាំងនឹងអ៊ីរ៉ង់ដែលបង្កឲ្យមានសង្គ្រាមមួយដែលបានមើលឃើញសហរដ្ឋអាមេរិកចូលរួមវាយប្រហារមួយរយៈខ្លីលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឈានទៅបោះឆ្នោតដកទណ្ឌកម្មពីប្រធានាធិបតីថ្មីរបស់ស៊ីរីគឺលោកអាមេតអាល់ហ្សារ៉ាបន្ទាប់ពីបានឡើងកាន់តំណែងក្រោយការដួលរលំរបស់ប្រធានាធិបតីបាសាអាល់អាសាដក្នុងនោះក៏មានការដកទណ្ឌកម្មទៅលើរដ្ឋមន្ត្រីមហាផ្ទៃរបស់ស៊ីរីផងដែរក្រោមការយល់ព្រមពីសហរដ្ឋអាមេរិកហើយក៏មុនពេលដែលអិសរាជជនទាំងនេះនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ
នៅក្នុងចំណាត់ការដ៏ទូលំទូលាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដកឈ្មោះមន្ត្រីរដ្ឋាភិបាលស៊ីរីចេញពីបញ្ជីទណ្ឌកម្មក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុម Al-Qaeda នៅក្នុងសេចក្តីសម្រេចដែលត្រូវបានអនុម័តដោយសមាជិកក្រុមប្រឹក្សាកាលពីថ្ងៃប្រហ័សប្រទេសចិនបានបោះឆ្នោតអនុប្រវត្តិការដកទណ្ឌកម្មជាផ្លូវការលើលោក Ahmed Al-Zara យ៉ាងទូលំទូលាយដែលត្រូវបានគេមើលឃើញថាលើកលែងរាល់ពេលដែលលោកធ្វើដំណើរទៅខាងក្រៅប្រទេសស៊ីរីនៅក្នុងទូនាទីរបស់លោកជាមេដឹកនាំប្រទេសការបង្កកទ្រព្យសម្បត្តិនិងបំរាមលើសពិវុធក៏នឹងត្រូវបានដកចេញផងដែរលោកអាសារ៉ាដែលដឹកនាំក្រុមអ្នកប្រយុទ្ធប្រឆាំងបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបាសាអល់អាសាដកាលពីខែធ្នូឆ្នាំមុនក្រុមរបស់លោកគឺក្រុម Hayat Tahrir al-Sham ATS បានចាប់ផ្ដើមការវាយលុកនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2024ដោយបានទៅដល់ទីក្រុងដាម៉ាស់ក្នុងរយៈពេលត្រឹមតែ12ថ្ងៃប៉ុណ្ណោះក្រុម ATS នេះបានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មលើក្រុមរដ្ឋអ៊ីស្លាមនិងក្រុម Al-Qaeda របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីខែឧសភាឆ្នាំ2014ចាប់តាំងពីឡើងកាន់តំណែងមកលោក Al-Zara បានអំពាវនាវឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មជាផ្លូវការលើប្រទេសរបស់លោកទស្សនិកជននៅថ្ងៃប្រហោះម្សិលមិញនេះអ៊ីស្រាអែលបានចាប់ផ្ដើមបើកប្រតិបត្តិការវាយប្រហារទៅលើក្រុម Hezbollah ជាថ្មីម្ដងទៀតក្រោយពីបទឈប់បាញ់រយៈពេលប្រមាណ1ឆ្នាំកន្លងទៅនេះដោយអ៊ីស្រាអែលបានអះអាងថាក្រុមនេះកំពុងព្យាយាមនៅក្នុងការកសាងសមត្ថភាពយោធាឡើងវិញនៅភាគខាងត្បូងរបស់ប្រទេសលីបង់បញ្ជាជន្លៀសនឹងការវាយប្រហារកើតឡើងក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំមុននៅក្នុងបំណងបញ្ឈប់ការប្រយុទ្ធគ្នាជាង1ឆ្នាំរវាងអ៊ីស្រាអែលនិងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ហើយក៏កើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពលីបង់ជាច្រើនខែនៅក្នុងការបោសសម្អាតបន្ទាយក្រុម Hezbollah នៅភាគខាងត្បូងអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichai Adre បានចេញបញ្ជាជន្លៀស3ទីតាំងនៅក្នុងពេលដំណើរគ្នាលើបណ្ដាញសង្គម X វេលាម៉ោងក្នុងស្រុកគឺម៉ោង3រសៀលកាលពីថ្ងៃប្រហ័សជាមួយនឹងផែនទីបង្ហាញអគារនៅក្នុងភូមិ Aita al-Jabal ភូមិ Al-Tayyiba និងភូមិមួយទៀតនោះគឺភូមិ Tediba បញ្ជាជន្លៀសចំនួន2បន្ថែមទៀតត្រូវបានដាក់ចេញតាមក្រោយសម្រាប់ទីប្រជុំជនផ្សេងទៀតនៅភាគខាងត្បូងការវាយប្រហារតាមអាកាសក៏ចាប់ផ្ដើមប្រហែល1ម៉ោងបន្ទាប់ពីបទបញ្ជានេះដោយកំទេចអគារជាច្រើនបង្កជាផ្សែងក្រាស់ឃ្មឹកឡើងលើមេឃភាពភ័យខ្លាចកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ដែលថាអ៊ីស្រាអែលអាចនឹងបន្តយុទ្ធនាការយោធាផ្លូវអាកាសពេញបន្ទុកឡើងវិញជាពិសេសបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលប្រមានចាត់វិធានការលើក្រុម Hezbollah ប្រសិនបើលីបង់មិនបង្កើនកិច្ចប្រឹងប្រែងរំសាយអាវុធរបស់ក្រុមនេះទេនោះកាលពីថ្ងៃប្រហ័ស Hezbollah បាននិយាយថាខ្លួនបដិញ្ញាចិត្តចំពោះបទឈប់បាញ់ប៉ុន្តែក៏ប្រមានថាខ្លួនរក្សាសិទ្ធិស្របច្បាប់ដើម្បីទប់ទល់នឹងអ៊ីស្រាអែលផងដែរក្រុមសកម្មប្រយុទ្ធនេះបានបដិសេធពុំព្រមរំសាយអាវុធទាំងស្រុងទេប៉ុន្តែក៏មិនបានរារាំងកិច្ចប្រឹងប្រែងរបស់កងទ័ពលីបង់នៅភាគខាងត្បូងហើយក៏មិនបានបាញ់អាវុធលើអ៊ីស្រាអែលទៀតដែរចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីឆ្នាំមុនមកយើងបន្តទៅមើលដំណើរការនៃការអនុវត្តជាជំហានបន្តទៀតនៅបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនប្រពន្ធដែលដឹងអំពីការពិភាក្សាបន្តបានឲ្យដឹងថាក្រុមយុទ្ធជនហាម៉ាស់នៅក្នុងទីក្រុងរ៉ាហ្វានៃតំបន់កាហ្សាជាទីក្រុងដែលកំពុងកាន់កាប់ដោយអ៊ីស្រាអែលបានយល់ព្រមនៅក្នុងការដកអាវុធឬក៏រំសាយអាវុធនៅទីតាំងនោះជាថ្នូរជាមួយនឹងការអនុញ្ញាតឲ្យពួកគេអាចទៅកាន់ទីតាំងផ្សេងទៀតនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះប្រធានពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff បាននិយាយថា
កិច្ចព្រមព្រៀងដែលស្នើឡើងសម្រាប់យុទ្ធជនប្រហែល200នាក់នេះនឹងក្លាយជាការសាកល្បងសម្រាប់ដំណើរការដ៏ទូលំទូលាយមួយដើម្បីដកហូតអាវុធទាំងស្រុងពីកងកម្លាំងហាម៉ាស់នៅទូទាំងតំបន់កាហ្សាចាប់តាំងពីបទឈប់បាញ់សម្របសម្រួលដោយអាមេរិកបានចូលជាធរមានកាលពីថ្ងៃទី10ខែតុលាមកតំបន់រ៉ាហ្វាជាទីកន្លែងនៃការវាយប្រហារយ៉ាងតិច2លើកលើកងកម្លាំងអ៊ីស្រាអែលក្នុងអ្វីដែលអ៊ីស្រាអែលបានស្ដីបន្ទោសដាក់ក្រុមហាម៉ាស់ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះបដិសេធប្រពន្ធពីមន្ត្រីសន្តិសុខអេស៊ីបនិយាយថាក្រុមអ្នកសម្រុះសម្រួលអេស៊ីបបានស្នើឡើងថាដើម្បីជាថ្នូរនឹងការឆ្លងកាត់ប្រកបដោយសុវត្ថិភាពយុទ្ធជនហាម៉ាស់ដែលនៅក្នុងទីក្រុងរ៉ាហ្វាយល់ព្រមប្រគល់អាវុធទៅឲ្យអេស៊ីបហើយផ្ដល់ព័ត៌មានលម្អិតពីផ្លូវរួងក្រោមដីនៅទីនោះដើម្បីអាចឲ្យអ៊ីស្រាអែលទៅបំផ្លាញចោលបានប្រពន្ធសង្កត់ធ្ងន់ថាទាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅមិនទាន់ទទួលយកសំណើរបស់អ្នកសម្រុះសម្រួលនេះជាសាធារណៈនៅឡើយទេប៉ុន្តែការពិភាក្សាកំពុងតែដំណើរការទស្សនិកជនអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយចំនួននៅហូឡង់បានជំរុញឲ្យរដ្ឋាភិបាលរបស់ប្រទេសនេះបញ្ឈប់នៅការលក់អាវុធទៅឲ្យអ៊ីស្រាអែលដែលពួកគេគឺលើកឡើងថាវាបំរើឲ្យសង្គ្រាមសម្រាប់ជនស៊ីវិលនៅក្នុងតំបន់កាហ្សាប៉ុន្តែនៅពេលនេះបណ្ដឹងដែលដាក់ដោយអង្គការក្រៅរដ្ឋាភិបាលប្រមាណជា10ទៅលើរដ្ឋរបស់ហូឡង់គឺត្រូវបានច្រានចោលដោយតុលាការឧទ្ធររបស់ហូឡង់ចំពោះបំណងរបស់ពួកគេដែលបញ្ឈប់មិនឲ្យហូឡង់មានការលក់អាវុធទៅឲ្យអ៊ីស្រាអែលនោះអង្គការក្រៅរដ្ឋាភិបាលគាំទ្រប៉ាឡេស្ទីនចំនួន10ទាំងនោះគឺបានដាក់ពាក្យបណ្ដឹងដោយចោទប្រកាន់រដ្ឋហូឡង់ថាបានធ្វើការតិចតួចដើម្បីទប់ស្កាត់អ្វីដែលពួកគេចាត់ទុកថាជាអំពើប្រល័យពូជសាសន៍នៅតំបន់កាហ្សាជាគោលនយោបាយការបរទេសខុសច្បាប់យ៉ាងច្បាស់លាស់ចំពោះអ៊ីស្រាអែលពួកគេបានជំរុញឲ្យចៅក្រមដាក់បំរាមលើការនាំចេញសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែលបំរាមលើការនាំចេញសត្វសុនខយោធានិងការហាមឃាត់ការជួញដូរនៅក្នុងដែនដីកាន់កាប់មួយនេះអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងពីសេចក្តីបង្គាប់កាលពីខែមករាឆ្នាំ2024ទៅកាន់ប្រទេសអ៊ីស្រាអែលដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់កាហ្សាតុលាការជាន់ខ្ពស់របស់ UN បាននិយាយថាវាទំនងជាថាប៉ាឡេស្ទីនត្រូវបានដកហូតសិទ្ធិមួយចំនួនដែលត្រូវបានការពារក្រោមអនុសញ្ញាប្រល័យពូជសាសន៍កាលពីថ្ងៃប្រហ័សតុលាការឧទ្ធរទីក្រុងឡាអេបានច្រានចោលបណ្ដឹងឧទ្ធររបស់ក្រុមនេះដោយនិយាយថាទោះបីជាមានហានិភ័យធ្ងន់ធ្ងរដែលអ៊ីស្រាអែលនឹងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាក៏ដោយរដ្ឋាភិបាលហូឡង់មានការសម្រេចចិត្តដោយពិចារណាដើម្បីកំណត់គោលនយោបាយការបរទេសនិងបញ្ហាសន្តិសុខជាតិអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាននៅតែផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនបើទោះបីជាការចរចាជំរុញឲ្យមានបទជបាញ់រយៈពេលវែងកំពុងតែបន្តធ្វើឡើងនៅក្នុងប្រទេសទូគីក៏ដោយកិច្ចចរចាកាលពីថ្ងៃប្រហ័សនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលមានបំណងបញ្ឈប់ចុងក្រោយនៅបទឈប់បាញ់ដែលត្រូវបានអនុម័តកាលពីថ្ងៃទី19ខែតុលានៅក្នុងប្រទេសកាតាដែលបានបញ្ចប់ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមរយៈពេលមួយសប្តាហ៍រវាងប្រទេសជិតខាងអាស៊ីខាងត្បូងនេះដែលបានសម្លាប់មនុស្សរាប់សិបនាក់រួមមានទាំងទាហាននិងជនស៊ីវិលនិងរាប់រយនាក់ផ្សេងទៀតបានរងរបួសបញ្ហាសន្តិសុខគឺជាចំណុចស្នូលនៃចំនួនរបស់ប្រទេសទាំងពីរដោយទីក្រុងអ៊ីស្លាមាបាតបានចោទប្រកាន់ទីក្រុងកាប៊ុលថាផ្ដល់ទីជម្រកដល់ក្រុមជាច្រើនដូចជាក្រុមតាលីបង់ប៉ាគីស្ថាន TTP ដែលត្រូវបានចោទប្រកាន់ថាបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានប៉ុន្តែរដ្ឋាភិបាលក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានច្រានចោលការចោទប្រកាន់ទាំងនេះអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃប្រហ័សថាគណៈការចរចាជុំទី3ជាមួយភាគីប៉ាគីស្ថានបានចាប់ផ្ដើមនៅទីក្រុងអ៊ីស្តង់ប៊ុលប៉ុន្តែជារឿងគួរឲ្យស្ដាយកងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារជាថ្មីម្ដងទៀតលើទីក្រុង Spin Bodak ខេត្តកាន់ដាហាដែលបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជននៅក្នុងតំបន់នេះទ
ទស្សនិកជនសហរដ្ឋអាមេរិកក៏កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងជំរុញឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមស៊ីវិលនៅស៊ូដង់ផងដែរជាវឌ្ឍនភាពគឺកងកម្លាំងគាំទ្ររហ័ស RSF ដែលកំពុងមានឥទ្ធិពលនៅក្នុងប្រទេសនេះបានយល់ព្រមចំពោះការជំរុញឈានទៅឲ្យមានបទឈប់បាញ់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមួយនេះតាមសំណើរបស់អ្នកសម្របសម្រួលក្រុមបារាយោធាដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃប្រហ័សថាខ្លួននឹងទទួលយកបទឈប់បាញ់មនុស្សធម៌ដែលស្នើឡើងដោយក្រុមសម្របសម្រួលដឹកនាំដោយសហរដ្ឋអាមេរិកដែលរួមមានអារ៉ាប៊ីសាអូឌីតអេស៊ីបនិងអារ៉ាប់រួមដើម្បីដោះស្រាយផលវិបាកមនុស្សធម៌ដ៏មហន្តរាយនៃសង្គ្រាមនិងដើម្បីបង្កើនការការពារជនស៊ីវិលកាលពីដើមសប្តាហ៍នេះទីប្រឹក្សាជាន់ខ្ពស់អាមេរិកសម្រាប់កិច្ចការអារ៉ាប់និងអាហ្វ្រិកលោក Massad Boulos បាននិយាយថាកិច្ចប្រឹងប្រែងកំពុងដំណើរការដើម្បីឈានដល់បទឈប់បាញ់ហើយភាគីជម្លោះបានយល់ព្រមជាគោលការណ៍លោក Boulos បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយសារព័ត៌មានស៊ូដង់ Tribune ថាពួកលោកមិនទាន់បានកត់ត្រាការជំទាស់ដំបូងណាមួយពីភាគីណាមួយនៅឡើយទេឥឡូវនេះពួកលោកកំពុងផ្ដោតលើព័ត៌មានលម្អិតដ៏ល្អិតល្អន់ដោយរាយការណ៍ពីទីក្រុងខាទូមលោក Hiba Morgan របស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បាននិយាយថាផែនការនេះនឹងចាប់ផ្ដើមជាមួយនឹងបទឈប់បាញ់មនុស្សធម៌រយៈពេល3ខែដែលអាចបើកផ្លូវសម្រាប់ដំណោះស្រាយនយោបាយយូរអង្វែងដែលនឹងរួមបញ្ចូលរដ្ឋាភិបាលស៊ីវិលថ្មីមួយកលេសទៅមើលនយោបាយនៅក្នុងប្រទេសកាមេរូនប្រិមត្តទូរទស្សនិកជនប្រធានាធិបតីដែលមានវ័យចំណាស់ជាងគេលោក Paul Biya បានបន្តនៅក្នុងការស្បត់ចូលកាន់តំណែងអាណត្តិទី3របស់លោកកាលពីថ្ងៃប្រហ័សទី6ខែវិច្ឆិកាម្សិលមិញក្រោយការបោះឆ្នោតដល់ចម្រូងចម្រាសដែលធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះនៅក្នុងសន្ទរកថាចូលកាន់តំណែងរបស់លោកបរិះវ័យ92ឆ្នាំរូបនេះបានសន្យាថានឹងស្ដារសណ្ដាប់ធ្នាប់ឡើងវិញដល់ប្រទេសអាហ្វ្រិកកណ្ដាលមួយនេះហើយបានស្ដីបន្ទោសអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវនឹងការញុះញង់បង្កឲ្យមានភាពវឹកវរកងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិល48នាក់នៅក្នុងអំឡុងពេលតវ៉ាប្រឆាំងការជាប់ឆ្នោតថ្មីរបស់លោក Paul Biya នេះបើតាមទិន្នន័យពីប្រភពចំនួន2របស់អង្គការសហប្រជាជាតិរដ្ឋាភិបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឬផ្ដល់ការប៉ាន់ស្មានផ្ទាល់ខ្លួនថាមានមនុស្សប៉ុន្មានអ្នកបានស្លាប់ឬរងរបួសនៅក្នុងអំឡុងភាពវឹកវរនោះទេលោក Biya ត្រូវបានគេតែងតាំងជាអ្នកទទួលជ័យជំនះនៅក្នុងការបោះឆ្នោតដោយកម្រិតដ៏ងាយស្រួលកាលពីសប្តាហ៍មុនដោយទទួលបានសម្លេង53កដកសញ្ញា 66% ទល់នឹង35កដកសញ្ញា 19% សម្រាប់មេដឹកនាំបកប្រឆាំងលោកអ៊ីសាធីជីរ៉ូម៉ាបាការីនេះបើយោងតាមលទ្ធផលផ្លូវការអាណត្តិថ្មីរបស់លោកអាចរក្សាលោកឲ្យនៅកាន់តំណែងរហូតដល់លោកមានអាយុជិត100ឆ្នាំលោកនាងទើបនឹងបានទស្សនានៅព្រឹត្តិការណ៍ពីជុំវិញពិភពលោកសំខាន់ថ្មីនិងវិវត្តថ្មីជាច្រើនដែលមានផ្ដល់ជូនតាមរយៈ BTV Top Story នៅវេលាថ្ងៃត្រង់នេះសូមចូលទៅកាន់បណ្ដាញសង្គមដែលយើងមានជូនភ្ជាប់ស្រាប់លើកញ្ចក់ទូរទស្សន៍រួមមាន Channel Telegram BTV International និង Facebook Page BTV New International ដើម្បីតាមដាននៅព្រឹត្តិការណ៍ពីជុំវិញពិភពលោកជាច្រើនទៀតពី BTV នាងខ្ញុំគន្ធារួមជាមួយនឹងក្រុមការងារផ្សាយផ្ទាល់សូមអរគុណនិងសូមគោរពលា